ខ្ញុំបានប្រូស៊ីននឹងមកបង្ហាញអ្នកទាំងអស់គ្នាពីរបៀបរៀបចំផ្ទះរបស់យើងដំបូងយើងចុចនៅកន្លែងនេះបាទបន្ទាប់មកយើងនឹងឃើញផ្ទាំងបែបនេះរួចហើយយើងនឹងឃើញមានពាក្យ copy មានពាក្យ edit layout ហើយនឹងកន្លែង verbus កន្លែង ver នេះចំពោះយើងបើសិនជាយើងចង់ copy យើងចុចពាក្យ copy កន្លែងបន្ទាយយើងបច្ចុប្បន្នរួចហើយយើងផាសដាក់កន្លែងver បន្ទាយក្នុង ver នេះទៅបាទហើយអញ្ចឹងវានឹងអូតូក្នុង ver និងក្នុងផ្ទះយើងបច្ចុប្បន្នដូចគ្នាបន្ទាប់មកខ្ញុំនឹងបង្ហាញពី function របស់វាគឺប៊ូតុងមួយនេះឈ្មោះថា eraser នៅពេលដែលយើងចុចវាហើយវានឹងលោតពាក្យថា eraser on ពេលយើងបើកវារួចហើយនៅពេលដែលយើងប៉ះរបស់របរដែលនៅក្នុងបន្ទាយរបស់យើងវានឹងធ្វើការយកមកបញ្ចូលនៅក្នុងកន្លែងដែលផ្ទុករបស់របរយើងទាំងប្រមាណអញ្ចឹងអ្នកនរគ្នាបាទចំណុចបន្ទាប់ទៀតគឺចំណុច remove all វានឹងសួរបញ្ជាក់យើងថាយើងចង់លុបវាមកទាំងអស់មែនទេអញ្ចឹងណាអ្នកនរគ្នាហើយយើងចុច OK មករបស់របរយើងទាំងប្រមាណគឺស្អាតចាស់តែម្ដងមកក្នុងបន្ទាយរបស់យើងហើយយើងចាប់ដើមរៀបនៅអ្វីថ្មីតាមតែចិត្តយើងចង់មកអ្នកនរគ្នាបន្ទាប់មកទៀតគឺប៊ូតុង move all ហើយខ្ញុំឧទាហរណ៍ដូចជាដាក់ផ្ទះនេះមួយសិនហើយយើងរំកិលតាមទិសរបស់វាបាទចង់ឆ្វេងចង់ស្ដាំទៅលើទៅក្រោមមកចង់ទៅជើងទៅត្បូងលិចកើនហើយនេះបវលជុំវិញគឺអង្កត់ចិត្តវានៅកណ្ដាលអ្នកនរគ្នាដូចខ្ញុំដូចកន្លែងដែលខ្ញុំបានបង្ហាញនេះអ្នកនរគ្នាចំណុចបន្ទាប់ទៀតគឺនៅខាងក្រោម view wall នេះគឺយើងឃើញតែស្មៅឬក៏ជាផ្ទៃខាងក្រោមនៃឧបករណ៍ឬក៏សម្ភារៈឬក៏របស់របរដែលយើងបានដាក់ទេបាទអ្នកនរគ្នាគឺនៅខាងក្រោមដើម្បីយើងងាយស្រួលមើលថាតើនៅសល់ space ប៉ុណ្ណាទៀតដូចខ្ញុំឧទាហរណ៍បន្ថែមទៀតឥឡូវយើងអោសទៅមើលកន្លែងក្របបែកបាទយើងដាក់ក្របបែកទៅនៅពេលដែលយើងចុច view wall ទៅគឺថាបាត់ទាំងអស់គ្នាតែម្ដងបាទហើយចំណុចបន្ទាប់ទៀតគឺ scout view ដោយដែលខ្ញុំបានបង្ហាញអ្នកនរគ្នាអញ្ចឹងនៅពេលដែលយើងចុចទៅលើវាគឺរាល់ក្របបែកទាំងអស់ដែលបង្កប់ហ្នឹងគឺវានឹងអត់មានបង្ហាញនៅវត្តមានទេបាទងាយស្រួលយើងមើលឬក៏ enemy ដែលចុះមកគឺអត់ដឹងថាយើងបង្កប់នៅកន្លែងណាខ្លះទេបន្ទាប់មកគឺប៊ូតុងនៅខាងក្រោមឈ្មោះថា photo mode វាគឺមានមុខងារមិនឲ្យយើងឃើញរបស់របរដែលនៅសល់ខាងក្រោមដែលយើងត្រូវដាក់ហ្នឹងណាអ្នកនរគ្នាបាទងាយស្រួលមើលជារួមអញ្ចឹងណាអ្នកនរគ្នាតែប្រទាយើងស័កសមប៉ុណ្ណឹងទៅយើងត្រូវការកុនអីខ្លះទៅអូខេអញ្ចឹងអ្នកនរគ្នាសូមមើលទស្សនាពីរបៀបនៃការរៀបចំផ្ទះរបស់ខ្ញុំដោយដំបូងខ្ញុំបានចុច remove all ទាំងអស់ដើម្បីរៀបចំជាបណ្ដើបាទអញ្ចឹងហើយខ្ញុំនឹងចាក់ភ្លេងដើម្បីឲ្យអ្នកនរគ្នាស្ដាប់ទុកជាការកំសាន្តបាទហើយខ្ញុំនឹងដាក់ល្បឿនឲ្យលឿនដើម្បីអ្នកទាំងអស់គ្នាស្រួលមើលជួបគ្នានៅក្នុងវីដេអូក្រោយទៀតបាទ